ពលរដ្ឋមួយចំនួនទាមទារឲ្យដកអភិបាលខេត្តបាត់ដំបងដែលថាថៃធ្វើរបងព្រំដែនមិនចូលដីខ្មែរតែថៃធ្វើនេះខ្ញុំមិនអាចកាត់ទេពួកខ្ញុំអត់ជំនាញខាងព្រំដែនទេណាប៉ុន្តែយើងអាចបាយតម្លៃបានថាកន្លងមកគឺមានប៉ះពាល់ដល់បំណាក់ទៅទឹកដីយើងទេបាទមិនមានចូលទេយើងលោកអ្នកនាងជាទីមេត្រីពលរដ្ឋខ្មែរមួយចំនួនជំរុញឲ្យនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតដកអភិបាលខេត្តបាត់ដំបងលោកសុកលូចេញពីតំណែងបន្ទាប់ពីលោកសុកលូកាលពីថ្មីនេះអះអាងថាថៃធ្វើរបងព្រំដែនមិនបានរំលោភយកដីខ្មែរទេពួកគាត់ថាអ្វីដែលលោកសុកលូនិយាយគឺបង្ហាញពីកង្វះការទទួលខុសត្រូវនិងធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាពលរដ្ឋទាមទារឲ្យលោកហ៊ុនម៉ាណែតដកលោកសុកលូចេញពីតំណែងអភិបាលខេត្តបាត់ដំបងពីព្រោះអភិបាលខេត្តរូបនេះបានប្រព្រឹត្តកំហុសធំចំពោះទឹកដីប្រទេសជាតិដោយនិយាយការពារទង្វើឈ្លានពានភាគីថៃដែលប្រើកម្លាំងធ្វើរបងពាត់យកទឹកដីប្រទេសកម្ពុជាពលករនៅកូរ៉េខាងត្បូងលោកឈឹមវិជាថនប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែឧសភាថាពលរដ្ឋខ្មែរទូទៅរួមគ្នាជំរុញលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដកអភិបាលខេត្តបាត់ដំបងលោកសុកលូចេញពីតំណែងនិងបណ្តេញចេញពីក្របខ័ណ្ឌឲ្យបានលោកចាត់ទុកការបកស្រាយរបស់លោកសុកលូដែលថាថៃធ្វើរបងព្រំដែនមិនរំលោភយកដីខ្មែរនោះគឺផ្ទុយទាំងស្រុងពីក្រសួងការបរទេសលោកខឹមវិជាថនហៅការអះអាងរបស់លោកសុកលូថាជាអំពើក្បត់ជាតិកម្ពុជាដែលមិនអាចលើកលែងឲ្យបានអភិបាលខេត្តបាត់ដំបងលោកសុកលូបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីនេះថាការសាងសង់របងជញ្ជាំងអចិន្ត្រៃយ៍នៅក្នុងតំបន់មង្គលព្រំដែនលេខ52និង54ក្នុងស្រុកកំរៀងគឺធ្វើឡើងនៅលើទីតាំងដែលក្រមបច្ចេកទេសនៃប្រទេសទាំងពីរបានឯកភាពគ្នាខណៈការសាងសង់នោះមិនបានចូលក្នុងទឹកដីកម្ពុជានោះឡើយទុយស្រឡះពីការអះអាងរបស់លោកសុកលូដែលជាអភិបាលខេត្តបាត់ដំបងក្រសួងការបរទេសកាលពីថ្ងៃទី10ខែមេសាបានតវ៉ាប្រឆាំងនឹងសកម្មភាពរបស់ភាគីថៃដែលសាងសង់របងព្រំដែនឯកតោភាគីនៅក្នុងតំបន់ចន្លោះបង្គោលដែលលេខរៀងទី52និង54ក្រសួងការបរទេសចាត់ទុកការសាងសង់របងព្រំដែនពីសំណាក់ភាគីថៃនេះថាផ្ទុយទៅនឹងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នឹងបានប៉ះពាល់ទៅលើការដាំបង្គោលព្រំដែនបណ្ដោះអាសន្នដែលបានធ្វើឡើងដោយក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុនលោកស្រីបូរីបូរ៉ាប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី15ខែឧសភាថារដ្ឋាភិបាលបានទទួលស្គាល់អំពីការរំលោភរបស់ភាគីថៃហើយពលរដ្ឋខ្មែរក៏បានឃើញជាក់ស្ដែងថាកម្លាំងយោធាថៃធ្វើរបងព្រំដែនពាត់យកដីកម្ពុជាលោកស្រីថាកាលណាអភិបាលខេត្តដែនដីបែរជានិយាយដោយមិនដឹងរឿងពិតបែបនេះរដ្ឋាភិបាលត្រូវតែដកអភិបាលខេត្តអសមត្ថភាពរបៀបនេះចេញពីតំណែងភ្លាមពីព្រោះបើទុកយូរទៀតនោះនឹងកាន់តែធ្វើឲ្យខូចប្រយោជន៍ប្រទេសជាតិជាពិសេសបញ្ហាទឹកដីជាតិជាករណីដែលត្រូវតែហ្មត់ចត់តែកតិនរឿងនេះប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារលោកអ៊ុំសំអានលើកឡើងថាក្នុងនាមជាអភិបាលខេត្តបាត់ដំបងលោកសុកលូមិនគួរចេះតែនិយាយការពីរដ្ឋាភិបាលឲ្យរួចពីមាត់នោះទេលោកគួរតែតាមដានស្ថានភាពព្រំដែនឲ្យបានដិតដល់បំផុតថាតើយោធាថៃធ្វើរបងដល់កម្រិតណាអតីតតំណាងរាស្ត្របកប្រឆាំងរូបនេះបន្តថាជារឿងសោកស្ដាយបំផុតដែលលោកសុកលូមិនបានចុះទៅពិនិត្យមើលដោយផ្ទាល់តែបែរជានិយាយទាំងមិនច្បាស់លាស់ថាយោធាថៃធ្វើរបងចូលដីខ្មែរឬអត់ទៅវិញលោកអ៊ុំសំអានពិនិត្យឃើញថាយោធាថៃកំពុងសាងសង់របងព្រំដែនជាឯកតោភាគីនេះគឺប្រកាសជាចំណេញទឹកដីខ្មែរប្រសិនបើធ្វើរបងនោះមិនត្រឹមត្រូវដោយមិនចំណេញទឹកដីខ្មែរយោធាថៃគួរតែសហការជាមួយកម្ពុជានិងមិនត្រូវធ្វើរបងឯកតោភាគីនោះទេរាយការណ៍ព័ត៌មាននាងខ្ញុំសុកស្រីនួនពីរដ្ឋាភិបាលកម្ពុជាឯករាជ្យ23ដុល្លារ